បាទជំរាបសួរពុកម៉ែបងប្អូនបាទមកហូបផ្លែកមួយមុខទៀតហើយបងប្អូនបាទនេះផ្លែកសម្រាប់ស្រុកភូមិខ្ញុំគេមិនសូវធ្វើទេម្ហូបនេះបាទបងប្អូនមើលដំណើរនេះបងប្អូនបាទថាម្ហូបអីបងប្អូនតាមពិតម្ហូបនេះគឺឆាល្ហុងបងប្អូនថ្ងៃមុនដួលល្ហុងមកដើមហ្នឹងក៏មិនដឹងធ្វើអីមកជូរផងស៊ុបផងឥឡូវយកមកឆានេះមកដើមនេះបងប្អូនហើយខ្យល់មកដើមបាក់ខ្ទេច30-40ផ្លែបាទក៏យកមកផ្លែពីផ្លែយកមកឆាពោះម្ហូបនេះខ្ញុំដូចធ្លាប់ធ្វើម្ដងដែរបងប្អូនឥឡូវយកមកឆាសាកវាកើតបងប្អូនបាទនេះពីផ្លែនេះប៉ុន្តែប្រហែលជាមិនអស់ទេពីផ្លែខ្ទង់អស់ខ្ទង់មួយផ្លែកន្លះទេបងប្អូនបាទឲ្យល្ហុងយើងពងមន់ទៀតបាទយើងចាត់ចឹងមកស្អាតយើងទឹកស្អាតបងប្អូនយកទៅឈូសក៏បានដែរបងប្អូនខ្ញុំឃើញវីដេអូគេខ្លះគេយកទៅឈូសបងប្អូនតាមពិតខ្ញុំចិត្តនេះរៀងស្ដាងដែរប៉ុន្តែប្រទេសបងប្អូនវាយើងឈូសទៅវាដល់ពេលយើងឆាទៅផុយទៅមើលទៅវារលួយពេកមើលទៅវាពេកបាច់ចឹងបងប្អូនមកឆាប៉ុន្តែអត់មានសាច់ទេបងប្អូនឆាពីពងទាទៅ5គ្រាប់បាទប៉ុន្តែខ្ញុំកូរឲ្យហើយយ៉ាងមកបងប្អូនពងទាបាទបងប្អូនសាកលើមើលមានល្ហុងអីផ្ទះហើយមានតែ2ផ្លែហ្នឹងអាចឆាមកផ្ទះហូបបានគ្រួសារអីបងប្អូនបាទឆាឆុលគ្រឿងក្រៅយើងដូចឆាធម្មតាហ្នឹងឲ្យវាឈ្ងុយសិនមកចាំយើងចាក់ពងទារបស់យើងបងប្អូនបាទម្ហូបហៀបប្លែកបងប្អូនប៉ុន្តែឆ្ងាញ់ខ្ញុំឆាអានេះដូចជា2ដងហ្នឹងបងប្អូនបាទពងទាដែលយើងកូរមកហ្នឹងមិនបាច់ដាក់គ្រឿងទេបងប្អូនបាទយើងកូរវាឲ្យបែកអញ្ចឹងមកយើងចាក់ចូលផ្ទះមកព្រោះគ្រឿងយើងក្នុងផ្ទះហ្នឹងស្រេចហើយបាទដូចរៀងខាប់តិចមកយើងចាក់បន្លែយើងមកបងប្អូនបាទទុកឲ្យផុយវាទៅឲ្យយើងភ្លក់ផងបងប្អូនមើលល្មមអត់ទេបន្លែល្ហុងរៀងស្គីលចេះវាឆាប់ផុយទេបងប្អូនបាទឆាឆុលត្រឡប់ឡើងត្រឡប់ចុះនិយាយវាជាតិណាបងប្អូនហើយល្ហុងរៀងផ្អែមតែរៀងគេហៅល្ហុងពងមាន់ណាយើងក៏ហមខំអញ្ចឹងបាទថែមទឹកមួយច្រូចបងប្អូនយើងងាស់ល្ហុងហ្នឹងឲ្យផុយតិចមកជាមួយនឹងពងទាឲ្យចូលជាតិគ្នាបាទតំណងណាបងប្អូនសាកលោមើលយើងរកម្ហូបនៅឆ្ងាយបើល្ហុងនៅក្បែរផ្ទះអីបន្លែប្លុកយើងជុំវិញផ្ទះអញ្ចឹងមានតែពងទា5គ្រាប់មករួចបានមកពេលកូនអស់លុយតិចបងប្អូនហើយតា5គ្រាប់នេះវា2500ល្ហុងយើងមានតែ2ផ្លែមកយើងផ្សំទៅគ្រឿងក្រៅទៀតវាប្រហែលជាអស់3000ចុះ4000ចុះបាទនេះឆ្អិតបាត់ហើយបងប្អូនយើងភ្លក់ល្ហុងសិនបងប្អូនមើលថាវាផុយហើយយើងដួសមកបាទតំណងណាបងប្អូនណារួយស្លឹកខ្ទឹមមករួចជាការស្រេចបងប្អូនអូយតំណងបាទសាកលមើលបងប្អូនបាទមួយចានធំនៅផ្ទះទៀតបងប្អូនបាទវីដេអូមានតែប៉ុណ្ណេះបងប្អូនបាទអរគុណច្រើនបងប្អូនដែលបានជួយទស្សនាវីដេអូរបស់ខ្ញុំបើពេញចិត្តសូមជួយចុច follow page អ្នកមួយផងបាទអរគុណច្រើនបងប្អូនសុខសប្បាយបាទ